ចឹងញាតិញោមជាពុទ្ធបរិស័ទក៏នាងមកអាននៅពធចែកជូនដល់ញាតិញោមជាពុទ្ធបរិស័ទស្ដាប់ទៀតហើយចឹងទី8នេះគឺយើងនិយាយអំពីនាមនឹងគឺឯកកេតាហ្នឹងដែលប្រកបជាមួយនឹងលោកយៈវិបាកហ្នឹងគឺជាបច្ច័យជួយឧបការៈដល់មនីយតនៈហ្នឹងហើយចឹងហើយដែលបានដល់លោកយៈវិបាកហើយដែលកើតព្រមគ្នាជាមួយខ្លួននោះហ្នឹងគឺបានអំណាចបច្ច័យ10គឺទី1ហ្នឹងសហជាតិបច្ច័យទី2ហ្នឹងគឺអញ្ញមញ្ញបច្ច័យហ្នឹងទី3និស្សយបច្ច័យញោមនិស្សយបច្ច័យហ្នឹងហើយទី4ហ្នឹងវិបាកបច្ច័យទី5ហ្នឹងគឺសហជាតិបច្ច័យហ្នឹងច្រឡំទី5ហ្នឹងគឺសហជាតិទិន្ទ្រិយបច្ច័យទី6គឺឈានបច្ច័យទី7គឺមគ្គបច្ច័យហ្នឹងទី8គឺសពយុត្តសម្ពយុត្តបច្ច័យហ្នឹងទី9អត្ថបច្ច័យទី10នោះគឺអវិកតបច្ច័យអវិកតបច្ច័យអញ្ចឹងកាលណាបើយើងការចែកបច្ច័យហ្នឹងនៅបច្ចុប្បន្នតាំងពីចំណុចទៅដល់1ទៅដល់8ដូចពោលមកនេះគឺជាបច្ច័យបានទាំងក្នុងបដិសន្ធិកាលនិងប្រវត្តិកាលហើយទី9នេះនាមគឺជាចិត្តសឹកខណ្ឌ3ដែលប្រកបជាមួយបញ្ចវោការបដិសន្ធិចិត្តវាជាបច្ច័យជួយឧបការៈដល់បញ្ចាយតនៈក្នុងបដិសន្ធិកាលនៃបញ្ចវោការភូមិនោះគឺបានអំណាចបច្ច័យ6គឺទី1គឺសហជាតិបច្ច័យទី2និស្សយបច្ច័យទី3វិបាកបច្ច័យហើយទី4ហ្នឹងសហជាតិវពយុត្តបច្ច័យទី5ហ្នឹងគឺអត្ថបច្ច័យទី6ហ្នឹងអវិកតបច្ច័យហើយក្នុងទីនេះគឺយើងសម្រាប់ចក្ខុហើយក្នុងទីនេះយើងសម្រាប់ចក្ខុសោតខេនជីវហាហ្នឹងអយតនៈទាំង4ហ្នឹងគឺនេះបំណងយកសង្សេតចៈនិងអោបានអោបបាតិកៈកំណើតហើយចំណែកកាយាយតនៈហ្នឹងនោះគឺបានកំណើតទាំងអស់បងហើយទី10ហ្នឹងគឺនាមគឺចិត្តសឹកខណ្ឌ3ដែលប្រកាន់ជាមួយនឹងបញ្ចវោការវិបាកហ្នឹងជាបច្ច័យជួយឧបការៈដល់បញ្ចាយតនៈហ្នឹងក្នុងប្រវត្តិកាលនៃបញ្ចវោការភូមិនោះក៏បានដោយអំណាចបច្ច័យ4គឺទី1នោះគឺបច្ឆាជាតិបច្ច័យទី2ហ្នឹងបច្ឆាជាតិវពយុត្តបច្ច័យហ្នឹងហើយទី3ហ្នឹងគឺអត្ថបច្ច័យទី4ហ្នឹងអវិកតបច្ច័យទី11គឺរុះគឺជាហតយវត្ថុវាជាបច្ច័យជួយឧបការៈដល់មនីយតនៈហ្នឹងដែលបានដល់បញ្ចវោការបដិសន្ធិចិត្តហ្នឹង15ក្នុងបដិសន្ធិកាលនៃបញ្ចវោការភូមិនោះបានដោយអំណាចបច្ច័យ6គឺទី1ហ្នឹងសហជាតិបច្ច័យទី2ហ្នឹងអញ្ញមញ្ញបច្ច័យទី3ហ្នឹងសហជាតិនិស្សយបច្ច័យហើយទី4ហ្នឹងគឺសហជាតិវពយុត្តបច្ច័យទី5ហ្នឹងអត្ថបច្ច័យទី6ហ្នឹងអវិកតបច្ច័យទី12គឺរូបគឺជាហតយវត្ថុដែលកើតមុនតែជាហតយវត្ថុដែលកើតមុននិងកំពុងតែតាំងនៅជាបច្ច័យជួយឧបការៈដល់មនីយតនៈដែលបានដល់បញ្ចវោការវិបាក18វាទ្វិបញ្ចវិញ្ញាណក្នុងប្រវត្តិកាលនៃបញ្ចវោការភូមិនោះក៏បានអំណាចបច្ច័យ5គឺវត្ថុពរេជាតិនិស្សយបច្ច័យទី2នឹងវត្ថុពរេជាតិបច្ច័យទី3នឹងវត្ថុពរេជាតិបច្ច័យទី4ហ្នឹងគឺអត្ថបច្ច័យទី5ហ្នឹងវិកតបច្ច័យហ្នឹងសូមអនុមោទនា